때문에 새벽에 기도하는 건 어렵지 않아. ហើយពេលចូលបម្រើកងទ័ពចេញពីបម្រើកងទ័ពមកបរិយាកាលមកខ្លាចជាគ្រូដំណឹងល្អគ្រូជំនួយទម្លាប់អធិដ្ឋានជាប្រចាំហើយដូច្នេះអត់អធិដ្ឋានហ្នឹងវាដេកអត់លុះហើយបាយអត់ឆ្ងាញ់ទេ 이렇게 한 시간 기도할 때 찬양을 참 많이 부릅니다. ហើយពេលមកអធិដ្ឋានហ្នឹងអធិដ្ឋានតិចតួចហ្នឹងគឺតាម1ម៉ោងជាងហ្នឹងគឺអធិដ្ឋានខ្លះចឹងទៅសរសើររំកើងផងជ្រាបសរសើររំកើងផងខ្លះទៅ 밤원에 기도를 합니다. ហើយដល់ពេលអធិដ្ឋានភាសាអណ្ដាតភាសាដទៃ 그리고 동네 어르신들 한 분 한 분 이름을 부르며 기도합니다. ហើយចាប់ដើមហៅឈ្មោះបាទហៅឈ្មោះពួកជំនុំព្រះអង្គហៅអីហ្នឹងអធិដ្ឋានឲ្យពួកគេម្នាក់ៗ 그리고 제가 알고 있는 우리 코치교회 목사님들 또 제 주변에 있는 분들 저희 가족들을 위해 기도합니다. ហើយគូកូនផ្សេងទៀតពួកគាត់ក៏អធិដ្ឋានសម្រាប់ក្រុមគ្រួសាររបស់ពួកខ្ញុំដែរ 이렇게 기도하면 ពេលអធិដ្ឋានយ៉ាងបែបដូចនេះ 한 시간 1 지나갑니다. ម៉ោងផុតទៅស៊ីផុយបាទបានខ្លួន 때로는 힘들어 때로는 어려워요. 그러나 그 자리를 지켜낼 수 있도록 성령님이 도와주시더라고요. ពេលខ្លះក៏ស្រួលចឹងទៅបាទតែពេលខ្លះក៏លួចខ្ជិលខ្លះដែរក៏លឿនហត់ក៏គឺថាក៏វើយចឹងដែរប៉ុន្តែនៅតែអាចធ្វើបានដោយសារជំនួយមកពីព្រះយេស៊ូវ 그렇게 한 시간 기도하고 밥을 먹습니다. បាទអត់ថា1ម៉ោងហើយបន្ទាប់មកខ្ញុំហូបបាយ 밥을 먹고 나면 스트레칭을 합니다. ហាត់ប្រាណ ញ៉ាំបាយហើយទៅណាទៅនឹងចុះញ៉ាំបាយហើយបានហាត់ប្រាណបានហាត់ប្រាណមិនហាត់លើប្រាណទេ 거의 뭐 5분 정도 10분 정도 스트레칭을 하고 나면 우리 집 강아지 순종이를 데리고 동네를 산책합니다. ហើយហាត់ប្រាណហើយជាប់សក់គ្រប់ហើយបាទដឹកឆ្កែដើរមកជុំភូមិយើងទៅ 동네 어르신들을 만나면 ហើយ 안녕하십니까. អត់តែឃើញអ្នកភូមិអ្នកស្រុកចឹងទៅជំរាបសួរអ្នកអើយអ្នក 아까 우리 이혜기 목사님 말씀하셨듯이 목회자는 걸어 다니는 전도사입니다. បាទព្រោះឲ្យដោយលោកគ្រូគាត់មានសាសបាញ់ចឹងយើងជាអ្នកបម្រើព្រះអង្គទោះបីយើងដើរលេងចឹងក៏យើងអាចមានឱកាសក្នុងការផ្សាយដល់ល្អបានដែរ 정중하게 진심으로 ហើយយើងធ្វើដោយសកម្មភាពយើងរៀបសារគោរពគេគោរពឯងមានសិលធម៌